កំពូលឆ្នាំមហាសំណាងថ្នាក់ទី2ស្ថិតក្នុងបញ្ជីពណ៌ប្រាក់មានឆ្នាំ4ដួងណាអបអរសាទរដល់កូនចៅប្រុសស្រីឆ្នាំ4ដួងនេះចន្លោះពីថ្ងៃទី1ដល់ថ្ងៃទី10ខែសីហាឆ្នាំ2026ស្ថិតក្នុងបញ្ជីពណ៌ប្រាក់មានលេខសំណាង6បៃដើមពណ៌សំណាងពណ៌ផ្កាឈូកបានឃើញវីដេអូលោកគ្រូចុច share 3ដងcomment លេខសំណាង6បៃដើមចូលជាមួយនឹងពណ៌សំណាងពណ៌ផ្កាឈូកលោកគ្រូជូនពរឲ្យសម្បូរសម្បត្តិលុយហូរចូលគ្រប់ទិសទាំង8ផុតពីគ្រោះភ័យជួបតែសំណាងល្អបវរសួស្តីមានលៀបគ្រប់ទិសទាំង8លក់ដូរដាច់ពីព្រឹករហូតដល់យប់លក់ដូរដាច់ពីដើមសប្តាហ៍រហូតដល់ចុងសប្តាហ៍មានលុយហូរចូលសន្ធឹកសន្ធាប់ពីដើមខែរហូតដល់ចុងខែជួបតែសំណាងល្អបវរសួស្តីមុននឹងចូលដល់ការលម្អិតនៃឆ្នាំប្រាក់មហាសំណាងថ្នាក់ទី2ទាំង4ដួងចំពោះកូនចៅប្រុសស្រីអ្នកកត់ឆ្នាំរស័យដាក់ឈឺច្រើនមានបញ្ហាច្រើនឈឺស្មុគស្មាញណាចេះតែមានបញ្ហាក្នុងផ្ទះក្នុងហាងចង់ពាក់ខ្សែកម្មត្បូងពលឺស្រូបលៀបមុនស្នេហ៍មហានិយមឲ្យការណិតស្រឡាញ់ចូលចិត្តពាក់ទៅតិចនៅដៃប្រសិទ្ធិដាស់108ថ្ងៃចម្រាជា108ថ្ងៃតាមខំកម្មមានបញ្ចុះទាំងរ៉ូស៊ីទាំងការពារណាកូនចៅដែលចង់ជាវនៅមានតិចជាវក្នុងពេលនេះអស់ប្រាក់ចំនួនតិចពួកអីភាគច្រើនគឺនៅសល់ជាវមានតិចអញ្ចឹងគឺបញ្ចុះតម្លៃគិតជាប្រាក់តិចជូនអញ្ចឹងកូនចៅដែលចង់ជាវលេខទូរស័ព្ទ Telegram 031622210ឬឆាតសួរតម្លៃក្នុង TikTok ឬផ្ញើសារសួរក្នុង page ដែលលោកគ្រូផុសវីដេអូនេះបើមានអ្នកឆាតទៅអ្នកខលទៅគឺជាជនឆបោកប្រយ័ត្នចាញ់បោកគេចំពោះឆ្នាំប្រាក់មហាសំណាងទាំង4ដួងមានឆ្នាំមមែជូតមមីឆ្លូវមមែជូតមមីឆ្លូវឆ្នាំទាំង4ដួងនេះមានលេខសំណាង6បៃដើមស្ថិតក្នុងកម្រិតនៃមហាលៀប 86% នាដើមខែសីហាចន្លោះពីថ្ងៃទី1ដល់ថ្ងៃទី10ខែសីហាឆ្នាំ2026នេះលោកគ្រូជូនពរឲ្យសំណាងល្អហេងណាមានលៀប 86% ក្នុងនោះមានការខាតទ្របខាតលៀបទៅវិញកម្រិត 56%អញ្ចឹងមានន័យថាមានលៀបហូរចូលខ្ពស់មែនប៉ុន្តែក៏មានការខាតលៀបខាតទ្របទៅវិញក៏ខ្ពស់ដូចគ្នាផងដែរដូច្នោះគួរប្រុងប្រយ័ត្នសម្បូរសម្បត្តិលុយទាំងឡាយដែលហូរចូលមកផ្ទះហើយមុននឹងប្រើប្រាស់មុននឹងឲ្យគេខ្ចីមុននឹងធ្វើអ្វីមួយត្រូវគិតគូរឲ្យបានវែងឆ្ងាយព្រោះអីក្នុងនេះមានលៀប 86% ប៉ុន្តែក្នុងនោះក៏មានការខាតលៀបទៅវិញកម្រិត 56%គ្រោះនៃពាក្យសម្ដីមានកម្រិត 59% ដែលគ្រោះពាក្យសម្ដីនេះបង្កឲ្យមានចំនួនតិចតួចក្នុងគ្រួសារកន្លែងការងារជាមួយមិត្តភ័ក្តិនិងមនុស្សជាទីស្រឡាញ់ផ្នែកខាងជំងឺចូលមកបៀតបៀនចំពោះកូនចៅប្រុសស្រីឆ្នាំមមែជូតមមីឆ្លូវនេះមានជំងឺចូលមកបៀតបៀនកម្រិត 49% ដែលស្ត្រីឈឺពីក្បាលចុះមកចុងដង្ហើមរីឯបុរសឈឺពីក្បាលជង្គង់ឡើងមកបំពង់កដែលកម្រិតជំងឺ 49% នេះក៏បង្កឲ្យមានការខកខានក្នុងការធ្វើដំណើរទៅធ្វើការដូចគ្នាផងដែរកម្រិតនៃការបែកបាក់និងចំនួនជាមួយមនុស្សជាទីស្រឡាញ់និងចំនួនជាមួយមិត្តភ័ក្តិមានកម្រិត 44% បណ្ដាលមកពីជនទី3 23% គួរប្រុងប្រយ័ត្នភេទដូចគ្នា 47% ស្រីចូលប្រយ័ត្នភេទស្រីប្រុសចូលប្រុងប្រយ័ត្នភេទប្រុសឲ្យបានខ្ពស់ជាទីបំផុតគ្រោះតាមដងវិថីក្តីគ្រោះក្រៅផ្ទះក្តីក្នុងផ្ទះក្តីក្នុងបន្ទប់ទឹកក្នុងចតាផ្លូវចិត្តផ្លូវឆ្ងាយផ្លូវកោងផ្លូវបាត់ផ្លូវព្រៃផ្លូវទឹកពេលយប់ពេលថ្ងៃមានកម្រិត 66% បង្កឲ្យមានការខូចខាតទ្រព្យគួរសមនិងម្ចាស់ទ្រព្យនឹងមានរបួសស្នាមដល់ថ្នាក់ចិញ្ចៀមអញ្ចឹងគួរប្រុងប្រយ័ត្នដូចគ្នាផងដែរកម្រិតនៃការចាញ់បោកមាន 81% ដែលការចាញ់បោកនេះមិនមែនសំដៅទៅលើអ្នកដទៃម្យ៉ាងទេសូម្បីតែមនុស្សជាទីស្រឡាញ់បងប្អូនមិត្តស្និទ្ធស្នាលមិត្តរួមការងារមិត្តរួមដៃគូអាជីវកម្មក៏ឆ្នាំមមែជូតមមីឆ្លូវនេះប្រឈមមុខនឹងការចាញ់បោកគេដូចគ្នាផងដែរគួរប្រុងប្រយ័ត្នព្រោះការចាញ់បោកនេះបង្កឲ្យមានការខាតលៀបខាតទ្រព្យទិសគួរប្រុងប្រយ័ត្នគឺទិសខាងលិចមិនថាធ្វើដំណើរកំសាន្តទៅទិសខាងលិចក្តីទៅរកស៊ីទិសខាងលិចក្តីឬមនុស្សមកពីទិសខាងលិចក្តីគួរប្រុងប្រយ័ត្នដូចគ្នាពណ៌ដែលគួរកាត់បន្ថយនៃការប្រើគឺពណ៌ក្រហមដែលពណ៌ក្រហមនេះជាពណ៌កាត់លៀបជាពណ៌ឆុងលៀបជាពណ៌អាចនាំឲ្យមានបញ្ហាទៅជាបញ្ហាធំបានចំពោះឆ្នាំមមែជូតមមីឆ្លូវនេះអញ្ចឹងនេះគឺជាការព្យាករណ៍ឆ្នាំប្រាក់ថ្នាក់ទី2មានកម្រិតលៀបបង្ហូរចូល 86% មានលេខសំណាង6បៃដើមពណ៌សំណាងពណ៌ផ្កាឈូកទទួលបាននៅលៀបជ័យសេរីសួស្តីពីថ្ងៃទី1ដល់ថ្ងៃទី10ខែសីហាឆ្នាំ2026នេះគ្រូជូនពរឲ្យសម្បូរសម្បត្តិលុយហូរចូលផុតពីគ្រោះភ័យជួបសំណាងល្អបវរសួស្តីទេវតារក្សាខុំក្រងកុំភ្លេចចុច follow page លោកគ្រូមួយចុច share 3ដងពងប្រាថ្នាអ្វីឲ្យបានសម្រេចចាប់ពីពេលដែលបានឃើញវីដេអូលោកគ្រូនេះតទៅសូមអនុមោទនាហើយក៏សូមជម្រាបលា